បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងចូលមេរៀនរបស់យើងមួយទៀតគឺរបៀបនៃការធ្វើ content បែប TTS និយាយភាសាខ្មែរម្ដងបាទអញ្ចឹងមេរៀនមុនគឺអ្នកគ្នាបានរៀនហើយពីការធ្វើ content TTS និយាយជាភាសាអង់គ្លេសបាទអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍រឿងខ្មោចមួយនេះបាទអញ្ចឹងនៅពេលដែលអ្នកគ្នាធ្វើការ generate វាប្រកាសជាមាន play ខុសគ្នាហើយបាទបាទអញ្ចឹងដើម្បីធ្វើការដោះស្រាយនៅសំឡេងខុសគ្នាពីមួយប្លង់ទៅមួយប្លង់អ្នកគ្នាចុចនៅកន្លែងនេះដើម្បីធ្វើការ mute នៅសំឡេងទាំងអស់ចោលដើម្បីឲ្យយើងចាក់វីដេអូនឹងទៅវាអត់មានឮសំឡេងអីទេបាទអញ្ចឹងយើងអាចធ្វើការបង្កើតនៅ soundtrack ថ្មីដើម្បីដាក់នៅខាងក្រោមវីដេអូហ្នឹងបាទអញ្ចឹងដើម្បីបង្កើត soundtrack គឺយើងធ្វើដូចមេរៀនយើងអញ្ចឹងគឺយើងចូលទៅកាន់ ChatGPT រួចអ្នកគ្នាធ្វើការ upload នៅវីដេអូដែលមាន playing ដែលអ្នកគ្នាចង់ធ្វើមកឥឡូវខ្ញុំរកវីដេអូដែលមាន playing ភ័យរន្ធត់ហ្នឹងបាទនៅកន្លែង prompt នេះអ្នកគ្នាដាក់មកគឺ write prompt of soundtrack of this video មានន័យថាយើងឲ្យវាទាញយកប្រភេទ soundtrack ចេញពីវីដេអូដែលយើងបាន upload ឲ្យវាអញ្ចឹងវានឹងធ្វើការវិភាគក៏ដូចជាសរសេរ prompt ប្រភេទ play នឹងឲ្យយើងហើយបាទអូខេឥឡូវវាបានធ្វើការ create មកហើយអញ្ចឹងយើងអាចធ្វើការ copy យក prompt ហ្នឹងទៅធ្វើការបង្កើតចេញជា play បាទអញ្ចឹងអ្នកគ្នាធ្វើការ copy មកបាទអញ្ចឹងអ្នកគ្នាធ្វើការ copy prompt នឹងហើយគឺអ្នកគ្នាយក prompt នឹងទៅធ្វើការបង្កើតចេញជាសាច់ play soundtrack អញ្ចឹងយើងត្រូវប្រើប្រាស់កម្មវិធី Below Music របស់យើងធ្វើការបើកមកតោះមកអ្នកគ្នាធ្វើការផាសនៅកន្លែងនេះមកបាទរួចយើងគ្រាន់តែចុច generate ជាការស្រេចបាទអូខេអញ្ចឹងឥឡូវនេះគឺ Below Music បានបង្កើតនៅ soundtrack របស់យើងហើយអញ្ចឹងយើងអាចចាក់ស្ដាប់មើលតើវាដូចអ្វីដែលយើងចង់បានអត់បាទអញ្ចឹងនៅពេលដែលអ្នកគ្នាគិតថាអ្នកគ្នាពេញចិត្តហើយអ្នកគ្នាអាចធ្វើការ download soundtrack ហ្នឹងយកទៅប្រើការបានអូខេបន្ទាប់ពី download ហើយអ្នកគ្នាចូលមកកាន់ CapCut របស់យើងសារថ្មីមកបាទរួចយើងធ្វើការ import នៅ soundtrack ហ្នឹងចូលរួចអ្នកគ្នាត្រូវដាក់វានៅខាងក្រោមណាបាទបាទអញ្ចឹងឥឡូវនេះគឺវីដេអូយើងប្រើ soundtrack តែមួយទេអញ្ចឹងវាអត់មានការឆ្កងអីដូចមុនទេបាទអញ្ចឹងឥឡូវនេះគឺយើងនៅខ្វះតែសំឡេងនិយាយខ្មែរ TTS បាទអញ្ចឹងដើម្បីបង្កើតនៅសំឡេងនិយាយខ្មែរ TTS គឺអ្នកគ្នាចូលទៅបើកជ្រុំ browser មួយមកបាទអញ្ចឹងក្នុងជ្រុំ browser ហ្នឹងត្រូវតែមាន Gmail ចាក់នៅក្នុងហ្នឹងបាទបន្តមកទៀតអ្នកគ្នាត្រូវវាយ website មួយមានឈ្មោះថា Kiri TTS បាទអញ្ចឹងអ្នកគ្នានឹងឃើញ website Kiri TTS នៅលើគេអ្នកគ្នាធ្វើការចុចលើនឹងមកបាទអ្នកគ្នានឹងមកដល់នៅកន្លែងនេះបាទអញ្ចឹងអ្នកគ្នាចុចពាក្យថា try for free បាទបន្តមកទៀតវាតម្រូវឲ្យយើងធ្វើការបង្កើតនៅ account Gmail email របស់យើងអញ្ចឹងនៅកន្លែងនេះគឺអ្នកគ្នាសាញជាមួយនឹង Google មកបាទជាមួយ Gmail របស់យើងបាទអ្នកគ្នាធ្វើការ connect មកអញ្ចឹងអ្នកគ្នានឹងអាចបង្កើតនៅ account Kiri TTS បានហើយបាទអញ្ចឹងយើងទទួលបាន credit ចំនួន 2000 បាទក្នុងការ generate sound ហ្នឹងបាទអូខេឥឡូវយើងមកមើលពីការប្រើ model សំឡេងបាទយើងចុចកន្លែងនេះមកវាមាន model ប្រុសមាន model ស្រីបាទអញ្ចឹងនៅក្នុងហ្នឹងវាមានតួអង្គផ្សេងៗគ្នាទៀតនេះគឺជាឧទាហរណ៍នៃរបៀបដែលសំឡេងនេះនិយាយភាសាខ្មែរជាមួយនឹងការបញ្ចេញសំឡេងត្រឹមត្រូវតាម
នេះគឺជាឧទាហរណ៍នៃរបៀបដែលសំឡេងនេះនិយាយភាសាខ្មែរជាមួយនឹងការបញ្ចេញសំឡេងត្រឹមត្រូវតាមអក្ខរាវិរុទ្ធដែលមានគុណភាព បាទអញ្ចឹងវាមានទាំងអស់7 model បាទអញ្ចឹងយើងអាចយក model ណាមួយក៏បានឲ្យតែយើងពេញចិត្តបាទឥឡូវខ្ញុំយក model អរុណនេះបន្ទាប់មកខ្ញុំនឹងធ្វើការសរសេរអត្ថបទដើម្បីឲ្យវាធ្វើការអានទៅតាមអត្ថបទរបស់យើងអញ្ចឹងការវាយអត្ថបទនៅពេលដែលអត្ថបទយើងសរសេរខុសគឺវាអានខុសតាមនឹងបាទអញ្ចឹងរាល់ការសរសេរជាអត្ថបទហើយគឺអ្នកគ្នាត្រូវតែធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងអក្ខរាវិរុទ្ធបាទបន្ទាប់មកអ្នកគ្នាគ្រាន់តែធ្វើការចុចពាក្យថា generate speak នេះមកវានឹងធ្វើការ generate មកបាទ មានដំណើរមួយថាមានភូមិមួយត្រូវបានគេបោះបង់ចោលដោយសារតែមានហេតុចម្លែកបានកើតឡើងបណ្ដាលឲ្យមនុស្សស្លាប់និងបាត់ខ្លួនជាបន្តបន្ទាប់ហើយក្រោយមកទៀតភូមិនោះត្រូវគេបោះបង់ចោលមានសភាពស្ងាត់ជ្រងំហាក់ដូចភូមិរបស់ខ្មែរ បាទអញ្ចឹងនៅកន្លែងនេះប៉ះសិនបើអ្នកគ្នាជ្រើសរើសមកបាទឥឡូវខ្ញុំយកបូរ៉ាវិញដោយសារសំឡេងរបស់បូរ៉ាគឺវាត្រូវជាមួយនឹង content របស់ខ្ញុំធ្វើហ្នឹងបាទ មានដំណើរមួយថាមានភូមិមួយត្រូវបានគេបោះបង់ចោលដោយសារតែមានហេតុចម្លែកបានកើតឡើងបណ្ដាលឲ្យមនុស្សស្លាប់និងបាត់ខ្លួនជាបន្តបន្ទាប់ហើយក្រោយមកទៀតភូមិនោះត្រូវគេបោះបង់ចោលមានសភាពស្ងាត់ជ្រងំហាក់ដូច បាទអញ្ចឹងនៅពេលដែលអ្នកគ្នាស្ដាប់ទៅវាអត់មានការខុសអក្ខរាវិរុទ្ធអត់មានឆ្គងអីទេគឺអ្នកគ្នាអាចធ្វើការ download វាបានបាទអ្នកគ្នា download ហើយអ្នកគ្នាចូលទៅកាន់ CapCut យើងធ្វើការ import វាមកបាទ មានដំណើរមួយថាមានភូមិមួយត្រូវបានគេបោះបង់ចោលដោយសារតែមានហេតុចម្លែកបានកើតឡើងបណ្ដាលឲ្យមនុស្សស្លាប់និងបាត់ខ្លួនជាបន្តបន្ទាប់ហើយក្រោយមកទៀតភូមិនោះត្រូវគេបោះបង់ចោលមានសភាពស្ងាត់ជ្រងំហាក់ដូច អូខេអញ្ចឹងឥឡូវយើងធ្វើបានមួយ clear ហើយយើងចូលទៅធ្វើ clear ទី2មកយើងចូលមកកាន់ website Kiri TTS មកបាទអញ្ចឹងយើងគ្រាន់តែធ្វើការលុបវាចេញទៅយើងដាក់ប្រយោគថ្មីមកបាទបាទអញ្ចឹងអ្នកគ្នាធ្វើបែបនេះរហូតដល់រឿងយើងចប់បាទអញ្ចឹងមក clear ហើយមក clear ទៀតយើងមើលទៅតាមវីដេអូយើងជាក់ស្ដែងបាទបន្តមកយើងធ្វើការចុច generate មកវានឹងបង្កើតចេញជាសំឡេងថ្មីហើយហាក់ដូចភូមិនោះត្រូវបន់ដាស់សារអ្វីមួយប៉ុន្តែវាត្រូវបានស្ងប់ស្ងាត់ទៅវិញដោយគេនិយាយតគ្នាថាមានលោកសង្ឃមួយអង្គបានមកធ្វើប្រសិទ្ធិនៅទីនោះភាពស្ងប់ស្ងាត់មិនយូរប៉ុន្មានក៏ស្រាប់តែមានអ្នកជួញក្របី2នាក់បានធ្វើដំណើរឆ្លងកាត់ភូមិនោះដោយចៃដន្យ អូខេអញ្ចឹងយើងចង់រក្សាទុកយើងចុចសញ្ញាព្រួយនេះមកដើម្បីធ្វើការ save ទុកបាទបន្ទាប់ពី save ទុកហើយយើងយកទៅធ្វើបន្តមកបាទអញ្ចឹងយើងចូលមក import កន្លែងនេះមកអញ្ចឹងយើងត្រូវដាក់អាកន្លែង cursor ហ្នឹងដាក់ឲ្យត្រូវបែបហ្នឹងបាទឲ្យវាតបែបនេះបាទអញ្ចឹងនៅពេលដែលយើងចាក់មក មានដំណើរមួយថាមានភូមិមួយត្រូវបានគេបោះបង់ចោលដោយសារតែមានហេតុចម្លែកបានកើតឡើងបណ្ដាលឲ្យមនុស្សស្លាប់និងបាត់ខ្លួនជាបន្តបន្ទាប់ហើយក្រោយមកទៀតភូមិនោះត្រូវគេបោះបង់ចោលមានសភាពស្ងាត់ជ្រងំហាក់ដូចភូមិនោះត្រូវបន់ដាស់សារអ្វីមួយប៉ុន្តែវាត្រូវបានស្ងប់ស្ងាត់ទៅវិញដោយគេនិយាយតគ្នាថាមានលោកសង្ឃមួយអង្គបានមកធ្វើប្រសិទ្ធិនៅទីនោះភាពស្ងប់ស្ងាត់មិនយូរប៉ុន្មានក៏ស្រាប់តែមានអ្នកជួញក្របី2នាក់បានធ្វើដំណើរឆ្លងកាត់ភូមិនោះដោយចៃដន្យ អូខេអញ្ចឹងយើងមើលទៅលើសាច់រឿងរបស់យើងហើយយើងចាប់ផ្ដើមធ្វើមកបាទឥឡូវខ្ញុំកាត់មកដល់កន្លែងខ្ញុំធ្វើរួចហើយអញ្ចឹងអ្នកគ្នាអាចមើលលទ្ធផលដែលយើងធ្វើទៅបាទអញ្ចឹងយើងធ្វើទៅតាមសាច់រឿងរបស់យើងបាទយើងធ្វើពីclear 1 clear 2រហូតដល់ចប់សាច់រឿងយើងបាទអញ្ចឹងសាច់រឿងនេះខ្ញុំជាឧទាហរណ៍ទេខ្ញុំធ្វើតែត្រឹម1នាទីទេកុំឲ្យវែងឆ្ងាយ មានដំណើរមួយថាមានភូមិមួយត្រូវបានគេបោះបង់ចោលដោយសារតែមានហេតុចម្លែកបានកើតឡើងបណ្ដាលឲ្យមនុស្សស្លាប់និងបាត់ខ្លួនជាបន្តបន្ទាប់ហើយក្រោយមកទៀតភូមិនោះត្រូវគេបោះបង់ចោលមានសភាពស្ងាត់ជ្រងំហាក់ដូចភូមិនោះត្រូវបន់ដាស់សារអ្វីមួយប៉ុន្តែវាត្រូវបានស្ងប់ស្ងាត់ទៅវិញដោយគេនិយាយតគ្នាថាមានលោកសង្ឃមួយអង្គបានមកធ្វើប្រសិទ្ធិនៅទីនោះភាពស្ងប់ស្ងាត់មិនយូរប៉ុន្មានក៏ស្រាប់តែមានអ្នកជួញក្របី2នាក់បានធ្វើដំណើរឆ្លងកាត់ភូមិនោះដោយចៃដន្យ ក្នុងពេលកំពុងឈប់សម្រាកពួកគេបាននិយាយគ្នាពីហេតុការណ៍ដ៏ព្រឺព្រួចដែលតាក់ទងនឹងភូមិមួយនេះក្នុងរាត្រីស្ងាត់ជ្រងំលាយឡំនឹងសំឡេងខ្យល់បក់
បរិះទាំងពីរនាក់បានឃើញពន្លឺពណ៌ខៀវដ៏ចម្លែកមួយជះពន្លឺចេញពីទីកន្លែងមុខដោយការចង់ដឹងចង់លឺពួកគេបានដើរសម្ដៅទៅកាន់ទីនោះដោយអើតតាមបង្អួចពួកគេបានឃើញក្រឡមួយយ៉ាងចម្លែកមានខ្សែអំបោះក្រហមនិងក្រណាត់យ័ន្តមួយនៅគ្របពីលើហេតុតែចង់ដឹងនឹងគិតថារបស់ចាស់បែបនេះប្រកាសជាមានវត្ថុមានតម្លៃក្រោយពីហែកក្រណាត់យ័ន្តនោះមកពួកគេបានប្រទះដបមាសមួយដែលធ្វើឲ្យពួកគេត្រេកអរខ្លាំងណាស់រួចក៏បើកគម្របដបនោះមើលក៏ស្រាប់តែលេចចេញនៅផ្សែងដ៏ចម្លែកនារីម្នាក់មានរូបរាងកាយយ៉ាងអាក្រក់បានផុសឡើងសក់វែងកន្ទើងភ្នែកក្រហមដូចឈាមមានចង្កូមវែងគួរឲ្យខ្លាចនារីធ្មប់បិសាចបានកាច់កបរោះទាំងពីរនាក់នោះស្លាប់រួចក៏បានហក់ឡើងប្រែខ្លួនជាដុំពន្លឺហោះកាត់ភូមិដ៏ស្ងាត់ជ្រងំវាហាក់ដូចជាវិនាសកម្មនឹងកើតឡើងសារជាថ្មីម្ដងទៀតបាទអញ្ចឹង content ប្រភេទនិយាយខ្មែរ TTS នេះគឺវាល្អវាអាចធ្វើបានច្រើនប្រភេទទៀតដូចជា content បែបចែករំលែកចំណេះដឹងអីបាទក៏យើងធ្វើជាមួយនឹង TTS ឲ្យបានដែរអញ្ចឹងសម្រាប់ account Kiri TTS បើសិនជាអ្នកគ្នាប្រើអស់មួយអ្នកគ្នាអាចយក Gmail ថ្មីទៅយើងអាចបង្កើតបានមួយទៀតហើយបាទអញ្ចឹងយើងប្រើអត់អស់ទេបើសិនជាយើងមាន Gmail ច្រើន